ำดับលោកគ្រូអ្នកគ្រូដែលជាម្ចាស់មន្ទីរពេទ្យ clinic មានអ្នកជំងឺជាច្រើនក្នុងមួយឆ្នាំតើលោកគ្រូអ្នកគ្រូចាំប្រវត្តិអ្នកជំងឺបានដោយរបៀបណាប្រសិនបើក្នុងរយៈពេល1ឆ្នាំ2ឆ្នាំ3ឆ្នាំនៅពេលដែលអ្នកជំងឺត្រឡប់មកព្យាបាលវិញតើលោកគ្រូអ្នកគ្រូនៅចាំប្រវត្តិព្យាបាលរបស់អ្នកជំងឺដែរឬទេច្បាស់ណាស់ប្រកាសជាលោកគ្រូអ្នកគ្រូទៅស្វែងរកឯកសារចាស់ឯកសារខ្លះក៏ត្រូវបាត់បង់ដែលវាពិតជាពិបាកមែនទែនក្នុងការស្វែងរកប្រវត្តិព្យាបាលរបស់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យដូច្នេះលោកគ្រូអ្នកគ្រូគួរមានប្រព័ន្ធ Digital មួយសម្រាប់គ្រប់គ្រងនៅក្នុងមន្ទីរពេទ្យឥឡូវនេះខ្ញុំសូមណែនាំប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យយើងជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យដែលលោកគ្រូអ្នកគ្រូអាចស្វែងរកឈ្មោះនិងប្រវត្តិរបស់អ្នកជំងឺនៅក្នុងប្រព័ន្ធដោយស្វ័យប្រវត្តិទិន្នន័យទាំងអស់ត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធតែមួយងាយស្រួលប្រើត្រឹមតែប្រមាណចុចប៉ុណ្ណោះចាប់ពីប្រវត្តិវេជ្ជបញ្ជាការព្យាបាលដល់ការវិភាគជួបវេជ្ជបណ្ឌិតទាំងអស់ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវនិងមានសុវត្ថិភាពគ្មានកំហុសឆ្គងគ្មានការប្រើប្រាស់ក្រដាសច្រើនទៀតនោះទេជាមួយពេទ្យយើងលោកគ្រូអ្នកគ្រូអាចផ្ដល់សេវាព្យាបាលដល់អ្នកជំងឺដោយចិត្តស្និទ្ធនិងទំនុកចិត្តពេទ្យយើងបង្កើតប្រព័ន្ធសុខភាពឆ្លាតវៃគ្រប់មន្ទីរពេទ្យ